ប្អូនអស់គ្នាលើបរិយាកាសសម្រាមឃើញនេះគឺជាសម្រាមមួយចំនួនដែលបងប្អូនយើងបានចោលមកពីខាងលើហើយវាដណ្ដែតទៅលើទឹកហើយវាមកកកវាកកផ្ទះតាមដងស្ទឹងច្រើនហើយនេះជាសម្រាមដែលយើងបញ្ចេញមានដូចជាអបសុទ្ធណាថង់ប្លាស្ទិកស្នោផ្សេងឥឡូវនេះយើងកំពុងតែធ្វើការសម្អាតតែជាការងារចាំបាច់គឺចង់ស្នើសុំឲ្យបងប្អូនយើងគ្រប់មជ្ឈដ្ឋានណាដែលរស់នៅតាមដងស្ទឹងជាពិសេសនៅតាមដងស្ទឹងនេះទូមីតាឈប់ចោលសម្រាមឈប់ចោលផ្សេងចូលក្នុងទឹកយើងទៀតព្រោះយើងមានគុំសម្រាមត្រឹមត្រូវតាមមុខផ្ទះណាយើងមានឡានសម្រាមចូលយកសម្រាមយើងបានគ្រប់គ្នាហើយយើងវាចាប់ដាក់សម្រាមផ្ទះទៅណាដើម្បីឲ្យឡានសម្រាមគេយកទៅចោលនៅទីលានចាក់សម្រាមជាយើងបកលក្ខណៈឲ្យទៅជាបំពុលទឹកបំពុលខ្យល់បំពុលហៅថាបរិស្ថានយើងគោកលើទឹកលើអាកាសយើងនេះឥឡូវយើងមើលរូបភាពអស់នេះបាទនេះខ្ញុំនិយាយឆ្ការបស់រដ្ឋបាលក្រុងពោធិ៍សាត់បាទជាប្រធានការឡើងមួយរូបបាទធានការដឹកជញ្ជូនអនាម័យបរិស្ថាននេះគឺកំពុងតែធ្វើការសម្អាតជាប្រចាំនៅតាមដងស្ទឹងក៏ដូចជាតាមជើងស្ទឹងនៃកោះសង្កោមីស្ទឹងពោធិ៍សាត់យើងនេះជាមួយនឹងកងកម្លាំងបាទយោធាយើងហើយជាមួយបងប្អូនអនាម័យបរិស្ថានហើយខ្ញុំស្នើសុំថាគុំទៀតណាសម្រាប់អស់នេះវាមិនល្អទេជាឥទ្ធិពលដល់សង្គមជាតិយើងខ្លាំងណាស់បើភ្ញៀវបរទេសជាតិអន្តរជាតិយើងមកគឺមិនមានតម្លៃទេសម្រាប់ទីក្រុងយើងទីក្រុងស្អាតនោះហើយចលនាប្រឡងប្រងទីក្រុងស្អាតយើងពោធិ៍សាត់ក៏ជាបេក្ខភាពមួយហើយជាគោលដៅទិសដៅបរិស្ថានដល់យើងណាតែចក្រាបរិស្ថានរបស់ក្រសួងបរិស្ថានយើងត្រូវចូលរួមទាំងអស់គ្នាបាទខ្ញុំសូមស្នើសុំឲ្យបងប្អូនអស់គ្នាចូលរួមបាទមិនថាតូចមិនថាធំមិនថាចាស់ក្មេងជាពិសេសគឺនៅតាមសិស្សសាលាជួយអប់រំណែនាំចាប់ពីក្មេងតូចទៅរហូតដល់មនុស្សធំបាទខ្ញុំមុតមមថាបងប្អូននឹងចូលរួមគ្រប់គ្នាបាទសូមអរគុណអស់គ្នាអស់អាផ្លាស្ទិកនេះរើអស់សម្រាមផ្លាស្ទិកស្នោបកកំប៉ុងអីទឹកសុទ្ធហ្នឹងតែអានេះយើងរុញវាឲ្យបណ្ដែតទៅតាមអានេះវាទៅគួនអីគេផ្លេកផ្លោកនេះចកហ្នឹងរុញវាទៅកតិចឈើនេះឲ្យបណ្ដែតទៅក្រោមតែយើងអាផ្លាស្ទិកនេះគឺត្រូវយើងគ្រប់គ្រងវាយកមកទុកលើគោកដើម្បីយើងយកទៅដាក់ទីលានសុវត្ថិភាពវាបកលក្ខណៈធ្វើឲ្យបំពុលទឹកបំពុលបរិស្ថានអូរាប់ពាន់ឆ្នាំអាវាលារាប់រយឆ្នាំអាផ្លាស្ទិកជ័រនេះខំដើម្បីភាពស្អាតយើងអស់គ្នាណែនាំជូនប្រជាពលរដ្ឋយើងចូលរួមបន្តជាប្រចាំទៅគាត់ចូលដឹងឲ្យក្រោយគាត់លែងចោលហើយធ្វើម៉េចឥឡូវនេះគាត់រស់នៅគាត់ចង់ចោលសិនតែឥឡូវយើងណែនាំគាត់បន្តយូរទៅគាត់យល់ដឹងហើយគាត់មានបេះដូងស្អាតគាត់មានទឹកចិត្តស្អាតគាត់មានខួរក្បាលស្អាតទៅគាត់ដឹងថាលែងចោលសម្រាមរៀបដាស់អញ្ចឹងអានោះយើងរើសយកមកនេះយកមកទប់ក្រង